កញ្ញាអែមស៊ីជីវជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីសម្រាប់សម្រួលដោះស្រាយវិវាទនៃអដកទាំង39រូបដែលមានវត្តមាននៅក្នុងពិធីសច្ចាប្រណិធានសម្រាប់មន្ត្រីសម្រាប់សម្រួលដោះស្រាយវិវាទនៃអដកចំនួនទី3នារសៀលថ្ងៃទី3ខែមិនិនាឆ្នាំ2025កញ្ញាអែមស៊ីជីវបញ្ជាក់ថាកញ្ញាគឺជាអ្នកខេត្តសៀមរាបហើយមុនក្លាយជាមន្ត្រីសម្រាប់សម្រួលដោះស្រាយវិវាទនៃអដកកញ្ញាធ្លាប់បំពេញការងារជាមន្ត្រីជាប់កិច្ចសន្យានៅមន្ទីរកិច្ចការនារីនៅក្នុងខេត្តសៀមរាបតាក់ទងការងារសម្រាប់សម្រួលនិងផ្សះផ្សាវិវាទដែរមុនខ្ញុំខ្លាយជាមន្ត្រីខ្ញុំធ្លាប់ធ្វើជាមន្ត្រីកិច្ចសន្យានៅមន្ទីរកិច្ចការនារីខេត្តសៀមរាបណាបងចាហ្នឹងហើយនៅទីនោះគឺខ្ញុំបានឆ្លងកាត់បទពិសោធន៍ជាច្រើនដែលគាត់បានជួយរៀនយើងពីរបៀបបកការងារនៅក្នុងសហគមន៍ខ្ញុំធ្វើនៅនោះគឺយើងដោះស្រាយវិវាទជូនទៅខាងគ្រួសារចាវិវាទគ្រួសារអំឡុងពេលបំពេញការងារនៅមន្ទីរកិច្ចការនារីខេត្តកញ្ញាក៏ចាប់អារម្មណ៍ការងារជាមន្ត្រីសម្រាប់សម្រួលដោះស្រាយវិវាទនៅអដកនេះក៏ដោយសារតែកញ្ញាមើលឃើញថាយន្តការនេះជាយន្តការសម្រាប់សម្រួលនិងផ្សះផ្សាឲ្យភាគីឈ្នះទាំងសងខាងពលគឺមិនមែនជាយន្តការកាត់ក្តីរកចាញ់ឬឈ្នះនោះទេហើយបន្ទាប់ពីខ្លាយជាមន្ត្រីសម្រាប់សម្រួលដោះស្រាយវិវាទនៅអដកកញ្ញាអែមស៊ីជីវបានបង្ហាញការតាំងចិត្តក្នុងការបំពេញការងារឲ្យបានល្អក្រោយពេលខ្លាយជាមន្ត្រីសម្រាប់សម្រួលខ្ញុំដាក់ចិត្តមួយថាខ្ញុំត្រូវតែមានគោរពទៅតាមគោលការណ៍ទៅគោរពទៅតាមក្រមសីលធម៌និងក្រមប្រតិបត្តិរបស់អដកជាដាច់ខាតចាហើយខ្ញុំសន្យានឹងខ្លួនឯងថាខ្ញុំនឹងព្យាយាមឲ្យអស់លទ្ធភាពក្នុងការជួយធ្វើម៉េចឲ្យគូភាគីគាត់ទទួលបានជោគជ័យឈ្នះទាំងសងខាងហើយនឹងទទួលបាននៅការរស់នៅប្រកបដោយសុខដុមរមនាកញ្ញាអែមស៊ីជីវបន្ថែមថាតាមរយៈការងារជាមន្ត្រីសម្រាប់សម្រួលដោះស្រាយវិវាទនៅអដកបានបំពេញក្តីស្រមៃរបស់កញ្ញាតាំងតែពីដើមទីមកដែរបើខ្ញុំនិយាយបកក្រោយបន្តិចណាបងចាខ្ញុំគឺជាសិស្សគេហៅសិស្សដែលក្រីក្រហើយយើងទទួលបានការឧបត្ថម្ភពីអង្គការក្រៅរដ្ឋាភិបាលឲ្យចូលរៀនហើយគាត់មានឲ្យយើងទៅសេជារបាយការណ៍ខ្លីមួយថាហេតុអីបានជាយើងចង់រៀនហើយរៀននៅមុខជំនាញនេះគឺយើងចង់ធ្វើអីគឺចេតនារបស់ខ្ញុំថាខ្ញុំធ្វើម៉េចឲ្យតែបានជួយប្រជាពលរដ្ឋរបស់យើងគឺខ្ញុំរស់នៅស្រុកស្រែអញ្ចឹងខ្ញុំជួបផ្ទាល់ភាពលំបាករបស់ពួកគាត់ដែលតែងតែឮមិនថាខ្ញុំមិនថាគេឯមុននឹងខ្ញុំឆ្លងកាត់ការសិក្សាគឺឲ្យតែឮពាក្យថាតុលាការគឺខ្លាចហ្មងចាពាក្យថាច្បាប់ពាក្យថាតុលាការគឺញញើតគេសម្លុតយ៉ាងណាក៏យើងចង់និយាយថាបើគេគម្រាមថាឥឡូវមានបញ្ហាអញ្ចេះបើមិនបង់លុយឲ្យខ្ញុំទេខ្ញុំប្តឹងទៅតុលាការចង់មិនចង់គឺភាពអយុត្តិធម៌ភាពអត់បានយល់ដឹងពីច្បាប់ហ្នឹងហើយដែលធ្វើឲ្យប្រជាពលរដ្ឋគាត់ចាញ់គម្រាមគេណាបងហ្នឹងហើយអាហ្នឹងហើយដែលធ្វើឲ្យខ្ញុំមានកូនចិត្តមួយថាខ្ញុំត្រូវតែតស៊ូអ្វីត្បិតនិយាយរួមគឺអ្វីត្បិតវាមិនបាន 100% តែខ្ញុំនឹងតស៊ូអស់ពីលទ្ធភាពអ្វីដែលខ្ញុំអាចជួយទៅលើប្រជាពលរដ្ឋនិងសហគមន៍របស់ខ្ញុំបានហើយខ្ញុំបានផ្សព្វផ្សាយក៏ដូចជាជួយដល់មិត្តភ័ក្តិនិងសហគមន៍របស់ខ្ញុំអំពីអដកបន្ថែមទៀតដែរមានសម្បល់ខ្មៅស្រអែមកញ្ញាអែមស៊ីជីវបានរំលឹកបកក្រោយបន្តិចថាកញ្ញាធំធាត់នឹងក្តីនៅក្នុងគ្រួសារដែលមានឪពុកម្ដាយជាកសិករប្រឹងប្រែងតស៊ូរៀនសូត្រដោយខ្លួនឯងនិងដោយមានការគាំទ្រផ្នែកផ្លូវចិត្តពីក្រុមគ្រួសារជាពិសេសនោះគឺឪពុកនិងម្ដាយជាកូនស្រីពៅក្នុងចំណោមបងប្អូនប្រុសស្រីទាំង5នាក់កញ្ញាស៊ីជីវបានរំលឹកពាក្យបណ្ដាំរបស់ម្ដាយយ៉ាងដូចនេះថាគាត់មានតែផ្ដាំពាក្យថាម៉ែអត់បានរៀនសូត្រចេះដឹងបងប្អូនក៏អត់បានរៀនសូត្រចេះដឹងទេយើងមួយនឹងបើយើងប្រឹងបានហើយកូនតស៊ូកូនប្រឹងគាត់ផ្ដាំតែមួយម៉ាត់ទេបងអំពើល្អគឺតែងតែឈ្នះគ្រប់យ៉ាងអ្វីដែលខ្ញុំចាំហើយគឺខ្ញុំព្យាយាមនៅក្នុងចិត្តថាខ្ញុំគឺតទេស្អាតគឺខ្ញុំអត់លូកលំជាមួយនឹងអ្វីផ្សេងប្រឡាក់ប្រឡោះទេបងចាកញ្ញាអែមស៊ីជីវក៏បានអរគុណម្ដាយដែលបានផ្ដល់បទពិសោធន៍មួយចំនួនដែលធ្វើឲ្យនាងមានភាពរឹងមាំនៅក្នុងឆាកជីវិតក្រឡេកមកមើលលោកយាយស្តេនស៊ុនត្រូវជាម្ដាយនិងលោកអែមភីរុនត្រូវជាបងប្រុសបានអង្គុយរង់ចាំនៅខាងក្រៅដើម្បីអបអរថ្ងៃពិសេសរបស់ស៊ីជីវ
លើកយាយសេនស៊ុនបានរៀបរាប់នៅក្នុងសម្លេងរដើនតាមទម្លាប់អ្នករស់នៅសៀមរាបថាគាត់សប្បាយចិត្តនៅពេលទទួលដំណឹងថាស៊ីជាវជាប់ជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ ODK ចំនួនទី3នេះជាជោគជ័យដែលលោកយាយចាត់ទុកថាកើតចេញពីការតស៊ូរបស់នាងដោយខ្លួនឯងព្រោះលោកយាយជាកសិករធ្វើស្រែនិងចិញ្ចឹមគោគ្មានលទ្ធភាពឯណាផ្គត់ផ្គង់ការរៀនសូត្ររបស់ស៊ីជាវនោះទេលោកយាយក៏បានឲ្យដឹងដែរថាស៊ីជាវនាងជាកូនស្រីម្នាក់ក្នុងចំណោមបងប្អូន4នាក់ផ្សេងទៀតដែលប្រើជីវិតតស៊ូនិងបានចាកចេញពីគាត់ស្វែងរកឱកាសសិក្សារៀនសូត្រដោយខ្លួនឯងចាប់តាំងពីថ្នាក់ទី9រហូតដល់នាងមានថ្ងៃនេះថ្ងៃដែលនាងក្លាយជាមន្ត្រីសម្រាប់សម្រួលដោះស្រាយវិវាទនៃ ODK គាត់ថាកូនម៉ែជួយអផងកូនធ្វើបានហើយមានតែប៉ុណ្្នឹងឯងបងរំភើបផងក៏មានទឹកភ្នែកលីងលងដែរប៉ុន្តែពេលយើងទៅជួបគាត់ផ្ទាល់ទៀតក៏យើងនិយាយរៀបរាប់ខាងម៉ែអូយប្រឡងពិបាកណាស់ប្រឡងនឹងពិតជាយុទ្ធធនណាស់គឺអត់មានប៉ះពាល់លុយកាក់អីទេពេលដែលប្អូនប្រឡងជាប់ជាមន្ត្រីខ្ញុំសប្បាយចិត្តណាហើយរហូតដល់ទីទៅប្រាប់បងប្រាប់ប្អូននៅផ្ទះប្រាប់ម៉ែផងឲ្យគាត់ដឹងឮថាអូប្អូនបានជាប់ហើយម៉ែអើយតែសប្បាយមែនទែនហើយដោយសារប្រឡងនេះវាសុក្រិតត្រឹមត្រូវមានន័យថាមានណាមើលណាទេហើយប្រឡងដោយសមត្ថភាពជាក់ស្ដែងខ្ញុំក៏ឃើញប្រឡងអញ្ចឹងខ្ញុំមានអារម្មណ៍ថាសប្បាយខ្លាំងមែនទែនហើយពេញចិត្តណាពេញចិត្តបាទដំណើរការប្រឡងរបស់បាទODKនេះខ្លាំងណាស់មានអីទេមានតែត្រេកអរចំពោះប្អូនម្ដងឯង